តាំងពីយូរយារណាស់មកហើយមុនពេលមានប្រាសាទធំៗនិងស្ដេចដ៏មានអំណាចបុព្វបុរសខ្មែរបានដើរលើដីមានជីជាតិនៃអាស៊ីអាគ្នេយ៍កាលពីជំនាន់កន្លងទៅបុព្វបុរសខ្មែរបានរៀនពីវដ្តធម្មជាតិនៃទឹកដីពួកគេបានឈូសឆាយព្រៃឈើសាងសង់ប្រព័ន្ធធារាសាស្ត្រនិងដាំស្រូវនៅទូទាំងតំបន់ដីសើមនៅសតវត្សទី7សហគមន៍ខ្មែរបានរីករាលដាលតាមខ្សែជីវិតដ៏អស្ចារ្យបំផុតមួយរបស់អាស៊ីគឺទន្លេមេគង្គពីតំបន់ដីសណ្ដាក់ដ៏សម្បូរបែបនៅភាគខាងត្បូងទៅព្រៃឈើក្បែរប្រទេសឡាវទំនើបនិងឆ្លងកាត់ទឹកដ៏ធំនៃបឹងទន្លេសាបការតាំងទីលំនៅរបស់ខ្មែរមានការរីកចម្រើនប៉ុន្តែមិនបានឯកភាពគ្នាទេនៅទូទាំងតំបន់នគរតូចៗនិងរដ្ឋជាគូប្រជែងបានក្រោកឡើងហើយប្រកួតប្រជែងដណ្ដើមអំណាចអ្នកចម្បាំងបានដើរក្បួនក្រោមបដាគុលសម្ព័ន្ធស្ដេចបានការពារទឹកដីរបស់ខ្លួនហើយសម្ព័ន្ធភាពបានផ្លាស់ប្ដូរដោយទឹកទន្លេជំលោះបង្កើតទិដ្ឋភាពនយោបាយដើមនៃពិភពខ្មែរពេលនគរចម្បាំងនៅលើគោកមានអ្វីផ្សេងទៀតមកពីសមុទ្រកប៉ាល់ពាណិជ្ជករបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌាដោយនាំមកនៅពាណិជ្ជកម្មគំនិតនិងវប្បធម៌ពីប្រទេសឥណ្ឌារួមជាមួយនឹងគ្រឿងទេសនិងទំនិញបានលេចចេញនៅជំនឿថ្មីសិល្បៈការសរសេរនិងស្ថាបត្យកម្មដែលនឹងផ្លាស់ប្ដូរសង្គមខ្មែរជារៀងរហូតជាមួយនឹងពាណិជ្ជករទាំងនេះបានក្លាយជាប្រពៃណីខាងវិញ្ញាណដ៏មានឥទ្ធិពលដែរព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាបានសាយភាយពាសពេញតំបន់ដោយលាយឡំជាមួយនឹងជំនឿបុរាណរបស់ប្រជាជនខ្មែរដូចជាព្រលឹងព្រៃឈើទន្លេនិងបុព្វបុរសប្រាសាទចាប់ផ្ដើមកើនឡើងធ្វើពិធីសាសនាវិញ្ញាណខ្មែរតែមួយបានបង្កើតឡើងបន្តិចម្ដងគ្រឹះមួយត្រូវបានគេដាក់សម្រាប់អរិយធម៌ដ៏អស្ចារ្យបំផុតមួយដែលអាស៊ីអាគ្នេយ៍មិនធ្លាប់បានឃើញនៅពេលដែលប្រពៃណីខាងវិញ្ញាណបានរីករាលដាលពាសពេញជ្រលងទន្លេការតាំងទីលំនៅតូចៗបានចាប់ផ្ដើមរួបរวมគ្នាក្រៅអ្នកដឹកនាំខាងជាងនៅតាមច្រាំងទន្លេមេគង្គដែលមានជីជាតិរដ្ឋដ៏មានឥទ្ធិពលមួយបានលេចចេញជាបណ្ដាឈ្មោះហ្នឹងត្រូវបានចងចាំនៅក្នុងកំណត់ត្រានៃអាណាចក្រហ្វូណននៅសតវត្សទី1នគរនេះបានគ្រប់គ្រងទឹកដីភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិនដោយបានចាក់គ្រឹះសម្រាប់ការរៀបចំអំណាចខ្មែរថ្មីត្បិតតែរាជាណាចក្របានកើនឡើងយ៉ាងស្ងប់ស្ងាត់នៅអាស៊ីអាគ្នេយ៍ក៏ដោយក៏ឥទ្ធិពលបានឈានហួសព្រំដែនរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រនៃចក្រភពចិននគរភ្នំបានបង្ហាញខ្លួនជាលើកដំបូងពីពរនីយថាជារដ្ឋរុងរឿងនិងរៀបចំតាមដងទន្លេមេគង្គដ៏អស្ចារ្យនៅចំកណ្ដាលនៃកម្លាំងរបស់ហ្វូណនបានហូរកាត់ទន្លេដ៏ខ្លាំងមួយគឺទន្លេមេគង្គទឹកមានជីជាតិចិញ្ចឹមសត្វធួស្រែគ្មានទីបញ្ចប់និងជួយដល់ទីក្រុងដែលកំពុងលូតលាស់កសិករអ្នកនេសាទនិងសិប្បករបានបង្កើតជាឆ្អឹងខ្នងនៃនគរភាពរុងរឿងនៃទឹកដីនេះបានរក្សាអំណាចនៃស្ដេចរបស់ខ្លួនในចំណុចកំពូលនៃសង្គមហ្វូណនបានឈរជាស្ដេចដែលគ្រប់គ្រងអំណាចយ៉ាងដាច់ខាតដោយមានការគាំទ្រពីកសិករកម្មករនិងសិប្បករព្រះមហាក្សត្របានបញ្ជាឲ្យសាងសង់បន្ទាយវាងនៅព្រះវិហារបរិសុទ្ធពួកសង្ឃបានណែនាំរាជបល្ល័ង្កខណៈដែលទ្រព្យសម្បត្តិកើនឡើងរបស់នគរបានពង្រឹងអំណាចដ៏ទេវភាពរបស់ទ្រង់ប៉ុន្តែកម្លាំងពិតរបស់ហ្វូណនមិនត្រឹមតែនៅលើដីប៉ុណ្ណោះទេឆ្លងកាត់សមុទ្រកប៉ាល់ពាណិជ្ជករបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែរបស់ខ្លួនដែលផ្ទុកនៅកំណាប់ទ្រព្យពីអរិយធម៌ដ៏សែនឆ្ងាយកាក់មេឃពីទីក្រុងរ៉ូមសម្ពុតសូត្រពីប្រទេសចិននិងវត្ថុពិសិដ្ឋពីប្រទេសឥណ្ឌាបានហូរចូលទីផ្សាររបស់វាកំពង់ផែរបស់អ៊ូអបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកពិតមួយនៃអាស៊ីអាគ្នេយ៍កិត្តិយសរបស់ហ្វូណនបានសាយភាយរហូតមកដល់ពេលនេះសូម្បីតែញាក់ប្រាជ្ញនៃពិភពមេឌីតេរ៉ាណេក៏បានឮអំពីទីផ្សារដែរអ្នកភូមិសាស្ត្រដ៏ល្បីល្បាញ Claudius Ptolemy បានពិពណ៌នាអំពីមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏អស្ចារ្យមួយនៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងសតវត្សទី2ដែលជាកន្លែងប្រវត្តិសាស្ត្រជាច្រើនជឿថាជាកំពង់ផែដែលកំពុងរីកចម្រើនខ្លាំងហ្វូណនបានក្លាយជាផ្លូវបំបែកនៃពិភពបុរាណជាមួយពាណិជ្ជកម្មបានមកគំនិត
និងជំនឿថ្មីដ៏មានឥទ្ធិពលទំនៀមទម្លាប់ខាងវិញ្ញាណរបស់ឥណ្ឌាបានផ្សព្វផ្សាយពាក្យពេញហ្វូណនពិសេសការថ្វាយបង្គំព្រះសិវៈជំនឿនេះបានលេចនងនៅមនោវិជ្ជារាជានិយមដ៏មានឥទ្ធិពលមួយគឺទេវរាជស្ដេចមិនមែនជាគ្រាន់តែញ៉ាស់គ្រប់គ្រងទេទ្រង់ត្រូវបានមើលឃើញជាវត្តមានដ៏អស្ចារ្យលើផែនដីជាស្ពានរវាងព្រះនិងមនុស្ស